ថ្ងៃនេះខ្ញុំសូមលើករឿងប្រវត្តិនៃការខ្លាចខ្មោចមួយកាលពីខ្ញុំនៅក្មេងរៀនថ្នាក់ទី5អាយុប្រហែលដល់11ឆ្នាំហ្នឹងរៀនសាលាបឋមនេះសាលាបឋមណាតែពេលវ៉ាកងទៅខ្ញុំទៅទិញនំប៉័ងគេយកលក់ហើយមានតែខ្ញុំឯងមានក្មេងៗក្នុងភូមិហ្នឹងប្រហែលអ្នកដែរ4 10អ្នកដែរទៅទិញនំប៉័ងយកមកលក់ហើយទិញនំប៉័ងហ្នឹងគឺនៅភូមិត្រើយត្រឹងត្រូវជិះឆ្លងពីភូមិហ្នឹងកាត់ព្រៃវាលស្រែព្រៃទ្រុបមួយចម្ងាយប្រហែល2 គីឡូតម្រាំទៅដល់ថ្នល់ជាតិហើយព្រៃហ្នឹងស្ងាត់នៅផ្លូវហ្នឹងឯងគឺផ្លូវហ្នឹងពីមុនឡើយអត់មានបេតុងចឹងទេផ្លូវហ្នឹងហៅផ្លូវស្រីដាច់ផ្លូវសិតតែផ្លូវលំផ្លូវបែកខែភ្លៀងបែកផុកខែក្តៅគឺហុយហើយអាស្រ័យដាច់ហ្នឹងដាច់មែនហ្នឹងគេដាក់អាស្រ័យដាច់ហ្នឹងដោយសារអីប៉ុន្តែកាលខ្ញុំនៅទូចហ្នឹងផ្លូវហ្នឹងត្រូវគេតម្លាក់គ្រាប់ក្លែអីដាច់កហេងកហងដាច់ធំណាស់តែក្រោយមកគេចេះជួសជុលណារហូតមកដល់ឥឡូវបានចាក់បេតុងហើយពីមុនឡើយមកគឺតាមផ្លូវហ្នឹងព្រៃទ្រុបហើយខាងជុំវិញហ្នឹងវាស្រែហើយនឹងព្រៃទូចចឹងណាហើយតំបន់ហ្នឹងតែពេលយប់ឡើងថាម៉ោង7យប់មេឃល្ងិតហ្នឹងគេខ្លាចទេគេថាមានខ្មោចលងហើយលងមែនតើខ្ញុំអត់ដឹងទេខ្ញុំដឹងតែខ្លាចដែរតែយប់ងឹតទៅខ្ញុំខ្លាចទេហើយព្រឹកព្រលឹមឡើងត្រូវងើបពីព្រឹកទៅយកនំប៉័ងហើយជិះកាត់តាមផ្លូវហ្នឹងងើបពីព្រឹកទៅងើបប្រហែលជាម៉ោង4 ម៉ោង 4 កន្លះហើយហ្នឹងចេញទៅយកនំប៉័ងនំប៉័ងហ្នឹងតែងើបទៅយកពីព្រឹកតិចមិនបានទៅដល់អង្គុយចាំហើយក្រៅពីក្មេងៗដែលទៅយកនំប៉័ងលក់មានមីងឯណាចាស់ស្រីឯគាត់ទៅទិញបន្លែយកមកដឹកលក់តាមភូមិតាមអីដែរចាំគ្នាដើម្បីបានជិះមួយគ្នាកុំឲ្យខ្លាចហើយយើងជិះជាក្រុមកង់ក្រុមហ្នឹងទៅហើយជាទូទៅជិះតាមផ្លូវហ្នឹងជាចាំគ្នាណាហើយទៅដល់មុខតិចគឺមានដើមពោធំមួយដើមពោហ្នឹងគេល្បីល្បាញខ្លាំងថាមានខ្មោចលងហើយលងម្ដងមែនខ្ញុំអត់ដឹងអត់ដែលឃើញខ្មោចទេតែដឹងតែខ្លាចដល់ដើមពោហ្នឹងទាំងគេទាំងឯងធាក់ច្រវាក់កង់ដាច់ចោលអត់មានអាណាចាំណាទេជិះមកឈ្នះដៃនិយាយទៅព្រឺព្រួចបុកពោះរាល់ថ្ងៃហើយកន្លែងដើមពោហ្នឹងខ្ញុំថាដល់ពេលយប់ពេលអត់តាន់ភ្លឺតែពេលថ្ងៃភ្លឺចាស់ហ្នឹងក៏ដល់ហ្នឹងនឹងស្រាវឆ្អឹងខ្នងដែរដឹងហើយកង់ធាក់មកទៅហឹងហើយទាំងគេទាំងឯងហ្នឹងខ្លាចដូចតែគ្នាហ្នឹងហើយបើហើយដែរឃើញខ្មោចអត់ទេមិនដែលឃើញតែខ្លាចគឺខ្លាចទេពេលនោះខ្ញុំលេចកំណត់មួយគឺសោកប៉ានខ្មោចហើយខ្ញុំថានឹងយកអានំប៉័ងកតិចនំប៉័ងឬមួយក៏លក់អត់អស់ហើយនៅសល់បន្តិចតួចអីខ្ញុំបេះមកដុំទូចយកដាក់នៅដើមពោហ្នឹងហើយប្រាប់សុំខ្មោចនៅដើមពោហ្នឹងរាប់អានថាកុំឲ្យលងកុំឲ្យអីកុំឲ្យខ្លាចអីហើយខ្ញុំដាក់កតិចនំប៉័ងអីចឹងណាតិចនៅដើមពោហ្នឹងហើយជាក់ស្ដែងគឺលែងខ្លាចមែនបងប្អូនលែងខ្លាចមែនខ្ញុំលែងខ្លាចខ្មោចនៅដើមពោហ្នឹងហើយលែងខ្លាចខ្មោចហ្នឹងមិនមែនដោយសារតែខ្ញុំមានបារមីអីកាន់អីធំប៉ុណ្ណាគឺដោយសារតែផ្លូវចិត្តខ្ញុំគិតថាខ្ញុំបានសោកប៉ាន់ខ្មោចហើយខ្មោចប្រកាសជារាប់អានយើងហើយអញ្ចឹងយើងក៏អត់ចាំបាច់ខ្លាចខ្មោចហ្នឹងទៀតដែរខ្មោចហ្នឹងមិនធ្វើអីយើងទេហើយគ្រប់គ្នាហ្នឹងភ្ញាក់ផ្អើលដែរឃើញតែខ្ញុំខ្លាចជាកម្ពុជាអ្នកក្លាហានក្នុងរយៈពេលខ្លីអត់ខ្លាចខ្មោចទេគេចេះជិះកង់ចោលតែខ្ញុំអត់ខ្លាចតែតាមការពិតទៅយើងមិនមែនហាត់សម្រាប់វិជាគុណស្អីទេដែលអត់ខ្លាចខ្មោចហ្នឹងគឺដោយសារតែសោកប៉ាន់ខ្មោចហ្នឹងឯងសោកប៉ាន់កតិចនំប៉័ងហ្នឹងសោកប៉ាន់ហើយអត់ខ្លាចមែនតែផ្លូវចិត្តយើងចេះគិតថានេះខ្មោចទទួលសំណោករបស់យើងហើយអញ្ចឹងដូចយើងបងខ្លាយការពារអញ្ចឹងអញ្ចឹងវាអត់មានអីត្រូវខ្មោចលងយើងទៀតទេហើយអាហ្នឹងកាលហ្នឹងនៅក្មេងអត់មានគិតអីច្រើនគិតឃើញអីចេះធ្វើហ្នឹងតែសំខាន់ប្រើបានផលហើយដើមពោនៅម្ដុំហ្នឹងឯងដើមពោតែឥឡូវអត់ឃើញគេកាប់ចោលបាត់ហើយមែនតើគេធ្វើផ្លូវធ្វើអីចឹងគេកាប់ចោល